តើការរៀនមន្តវិជ្ជាខុសឬទេនៅក្នុងគម្ពីរចលវៈវិន័យបិដកលេខ10ទំព័រ232ព្រះពុទ្ធជាម្ចាស់ទ្រង់ហាមមិនអោយភិក្ខុក្នុងពុទ្ធសាសនារៀននិងបង្រៀននៅដេរឆានវិជ្ជាដល់អ្នកដទៃឡើយដោយមានព្រះពុទ្ធបញ្ញត្តិទុកមកថាមនាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវរៀនដេរឆានវិជ្ជាទេភិក្ខុណារៀនត្រូវអាបត្តិទុក្កដាក់មនាលភិក្ខុទាំងឡាយភិក្ខុមិនត្រូវបង្រៀនដេរឆានវិជ្ជាទេភិក្ខុណារៀនត្រូវអាបត្តិទុក្កដាក់ចំពោះពុទ្ធបញ្ញត្តិនេះឃើញថាព្រះអង្គទ្រង់ហាមប្រាមមិនឲ្យភិក្ខុរៀនដេរឆានវិជ្ជាដែលចូលទៅសម្លាប់អ្នកដទៃឬបៀតបៀនអ្នកដទៃដូចមានក្នុងអដ្ឋកថាសមន្តបាសាតិកាបញ្ជាក់ប្រាប់ថាមន្តវិជ្ជាដែលទំលាយអ្នកដទៃមានប្រភេទវិជ្ជាជាប់តាក់ទងនឹងដោយដំរីរត់ធ្នូនិងដាវព្រមទាំងមន្តអាថន្នមន្តធ្មប់មន្តធ្វើឲ្យមានអំណាចមន្តធ្វើឲ្យស្គមស្គាំងនិងវិជ្ជាប្រកបថ្នាំពឹសជាដើមនោះសុទ្ធតែព្រះពុទ្ធទ្រង់ហាមមិនអោយរៀនឬបង្រៀនឡើយប៉ុន្តែវិជ្ជាការពារខ្លួនសំបីគ្រប់យ៉ាងទាំងអស់មានប្រភេទការពារពួកយក្សនិងការពារនាគជាដើមរមែងសំគួរគឺអាចរៀនបានទាំងអស់ក្នុងសេចក្តីនេះសូមបញ្ជាក់យ៉ាងច្បាស់ថាបើព្រះសង្ឃរៀនដេរឆានវិជ្ជាគឺមិនខុសទាស់អ្វីទេតែបើការរៀននោះដើម្បីយកទៅប្រើការពារខ្លួនពីអន្តរាយផ្សេងៗដូចជាសត្វសាហាវពួកអមនុស្សយក្សបិសាចចោរជាដើមប៉ុន្តែបើលោករៀនប្រព្រឹត្តទៅធ្វើដើម្បីមិច្ឆាជីវៈគឺយកវិជ្ជានេះទៅប្រកបធ្វើជាគ្រូអាគមអូមអាមឬជាគ្រូហ្មផ្សំថ្នាំព្យាបាលអ្នកជំងឺដើម្បីយកបច្ច័យឬលាភសក្ការៈមកចិញ្ចឹមជីវិតពំនុស្សសោតលោករៀនដើម្បីយកទៅប្រើបៀតបៀនអ្នកដទៃធ្វើឲ្យទុក្ខវេទនាអន្តរាយវិបត្តិអន្តរាយក្តៅក្រហាយផ្សេងទើបឈ្មោះថាខុសក្នុងព្រះពុទ្ធសាសនា